សណ្ដោជាដកទានបារមីការបញ្ចប់និរទេសរបស់ព្រះវេស្សន្តរថ្ងៃមួយនៅពេលដែលព្រះវេស្សន្តរគង់និរទេសព្រះមេដាបិតារបស់ព្រះអង្គបានសពព្រះរាជហឫទ័យថាដល់ពេលដែលត្រូវបញ្ចប់ការបំបរបង់ព្រះអង្គហើយព្រះមេដាបិតាបានយាងចេញដំណើរតាមព្រះរាជរថដ៏ធំសំដៅទៅភ្នំគិរីវង្គតដើម្បីយាងព្រះវេស្សន្តរនិងមហេសីត្រឡប់មកព្រះនគរវិញទីបំផុតរាជវង្សក៏បានជួបជុំគ្នាវិញអោបក្រសោបដោយក្តីនឹករលឹកជាពន់ពេកនិងយំសោកដោយក្តីរីករាយឥតឧបមា